បាទសួស្តីដល់បងប្អូនថ្នាក់ទី10ទាំងអស់គ្នាអញ្ចឹងយើងត្រឡប់មកជួបគ្នាសារជាថ្មីនៅមេរៀនទម្រង់អាតូមនៅលំហាត់ទី6បាទអញ្ចឹងគេថាប្រាក់បាទតាំងដោយ AG ប្រាក់មាន E សូតូ2គឺ A អងស្មើ107 AMU N អងស្មើ51.839%បាទAder ស្មើ109 AMU និង Under ស្មើ48.161បាទលោកគ្រូសូមបញ្ជាក់បងប្អូនថាចំពោះ A អងនេះគឺជាម៉ាស់អាតូមអ៊ីសូតូបទី1បាទ Ader គឺជាម៉ាស់អាតូមអ៊ីសូតូបទី2បាទ N អងគឺជាអ៊ីសូតូបទី1គិតជាភាគរយហើយ Under គឺជាអ៊ីសូតូបទី2គិតជាភាគរយបាទអញ្ចឹងក៏គណនាម៉ាស់អ៊ីសូតូបនៃអាតូមប្រាក់ខសរសេរនិមិត្តសញ្ញាតាំងអ៊ីសូតូបបើវាមានលេខរៀងសិតស្មើ47គួរចូលឲ្យទម្រង់អាតូមអ៊ីសូតូបទាំងពីរបាទតោះយើងតបាទដំណោះស្រាយកគណនាម៉ាស់អ៊ីសូតូបនៃអាតូមប្រាក់បាទអញ្ចឹងដើម្បីគណនាបានគឺបងប្អូនត្រូវស្រង់បំរាប A អង N អងបាទ Ader Under មកសិនបាទអញ្ចឹងដើម្បីគណនាម៉ាស់អ៊ីសូតូបនៃអាតូមប្រាក់គឺវាគឺជាការគណនារបស់ម៉ាស់អាតូមមធ្យមនៃអាតូមប្រាក់បាទអញ្ចឹងវាមានរូបមន្តដូចតទៅនេះរូបមន្តនៃការគណនាម៉ាស់អាតូមមធ្យមបាទអញ្ចឹងកន្លែងនេះអាស្រ័យលើយើងតាំងទេបាទលោកគ្រូតាំងដោយ A អងគុណនឹង N អងបូកនឹង Ader គុណនឹង Under លើភាគរយវាបាទភាគរយវា A អងបូក Ader បូក N អងបូក Under ស្មើ100%បាទអញ្ចឹងដោយតម្លៃនេះគេប្រាប់មកហើយបាទលោកតទៀតអញ្ចឹងនៅពេលយើងយកតម្លៃទាំងនេះជួសទៅក្នុងរូបមន្តនេះបាទ A អងប៉ុណ្នេះជួសកន្លែង A អងបាទ N អងយើងជួសកន្លែង N អងបាទហើយ Ader តម្លៃវា109នេះបាទហើយគុណឲ្យ48.101បាទលើ100%បាទ100%នេះលោកគ្រូបញ្ជាក់ខាងលើហើយមានន័យថាតម្លៃ N អងបាទបូកតម្លៃ Under ស្មើឲ្យ100%យើងទទួលបាន107.96 AMU បាទគឺຂະຫນាតម៉ាស់អាតូមអញ្ចឹង A មានរបាពីលើនេះគឺជាម៉ាស់អាតូមមធ្យមវាគិត AMU ដូចនឹង A អង Ader ដែរបាទដូចនេះម៉ាស់អ៊ីសូតូបនៃអាតូមប្រាក់គឺបាទ107.96 AMU តោះយើងចូលដល់ចំណុចខអញ្ចឹងគេថាសរសេរនិមិត្តសញ្ញាតាំងអ៊ីសូតូបបើវាមានលេខរៀងបាទលេខរៀងមិនលេខរៀនទេបាទសេច្រឡំសត្វវាគឺស្មើ47បាទអញ្ចឹងគេបានអ៊ីសូតូបទី1បាទគឺបាទដំបូងឡើយគឺយើងសរសេរប្រាក់មកបាទហើយយើងសរសេរខាងក្រោមនេះគឺវាជាលេខលំដាប់បាទគឺ47បាទហើយខាងលើនេះវាគឺជា A អងបាទអញ្ចឹងអ៊ីសូតូបទី1គឺប្រធានបានប្រាប់មកហើយ A អងគឺ107បាទហើយយើងគ្រាន់តែជួសតម្លៃសិតស្មើ47នៅខាងក្រោមនេះមកបាទនឹងអ៊ីសូតូបទី2បាទAder វាគឺ109បាទហើយយើងគ្រាន់តែដាក់តម្លៃសិតដូចគ្នាមកបាទ47បាទអញ្ចឹងសរុបមកគឺតម្លៃនេះនិមិត្តសញ្ញានេះគឺជាអ៊ីសូតូបទី1ហើយនេះគឺជាអ៊ីសូតូបទី2បាទយើងកបាទទៅឲ្យទម្រង់អាតូមអ៊ីសូតូបទាំងពីរបាទតើវាមានទម្រង់បែបណាបងប្អូនអាចតាមដានទាំងអស់គ្នាបាទ
អញ្ចឹងអ៊ីសូតូបទី1គឺបាទប្រាក់វាបាទវាមានម៉ាសអាតូមវា107ហើយនឹងសត្វវា47បាទអញ្ចឹងឲ្យទម្រង់អាតូមនេះវាមានអេឡិចត្រុងប្រូតុងហើយនឹងណឺត្រុងបាទបងប្អូនត្រូវរកកន្លែងហ្នឹងបាទអញ្ចឹងអេឡិចត្រុងបាទ47ប្រូតុងបាទ47បាទអញ្ចឹងប្រូតុងហើយនឹងអេឡិចត្រុងគឺវាស្មើគ្នានឹងណឺត្រុងបាទបងប្អូនគាត់ឲ្យយក107ដកឲ្យ47បងប្អូននឹងឃើញតម្លៃរបស់ណឺត្រុងបាទបើសិនជាយើងសរសេរជារូបមន្តបាទ n ស្មើឲ្យa ដកឲ្យនឹងzបាទតើអ៊ីសូតូបទី2បាទដូចគ្នាបាទគឺ109 47បាទមានអេឡិចត្រុងវា47ប្រូតុងវា47ដូចគ្នាហើយចំនួនណឺត្រុងវាគឺខុសគ្នាបាទគឺ109ដកឲ្យ47ស្មើឲ្យ62បាទអញ្ចឹងសរុបមកបើសិនជាការបង្រៀនរបស់លោកគ្រូនៅខ្វះចន្លោះណាមួយសូមបងប្អូនមានការអធិស្ឋាននឹងcomment ក្នុងការកែលម្អហើយលោកគ្រូសង្ឃឹមថាលំហាត់មួយនេះវាជាលំហាត់មួយដែលអាចជួយបងប្អូនយល់នៅមេរៀនទម្រង់អាតូមនេះក្នុងការគណនាម៉ាសអាតូមឲ្យខ្ញុំក៏ដូចជាសរសេរនិមិត្តសញ្ញាហើយនឹងឲ្យទម្រង់អាតូមបាទសូមអរគុណ